ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងសួស្តីបងប្អូនសិស្សពេទ្យទាំងអស់គ្នាបាទថ្ងៃនេះហើយជួបអរសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តทุกនិងបងប្អូនសិស្សពេទ្យទាំងអស់គ្នាអំពីប្រធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងនិយាយអំពីខ្លាញ់អាក្រក់បាទអញ្ចឹងតើតើនឹងខ្លាញ់អាក្រក់ដែរបាទថ្ងៃនេះយើងមានប្រធានបទថ្មីមួយទៀតដើម្បីចែកម្លែកគឺយើងនិយាយអំពីវិធីការពារខ្លាញ់អាក្រក់ឡើងដែលភាសាអង់គ្លេសយើងហៅថា How to prevent bad cholesterol increase បាទគឺថានៅពេលបច្ចុប្បន្នគឺខ្លាចអាក្រក់ឡើងគឺជាបញ្ហាមួយដែលយើងឃើញញឹកញាប់ផងដែរបាទយើងចង់ដឹងថាតើវិធីការពារខ្លាចអាក្រក់ឡើងហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយរបស់ Her Chup Offshore តែម្ដងបាទអញ្ចឹងមេត្តាក្នុងថ្ងៃនេះដែល Her Chup Offshore ធ្វើការចែកម្លែកយើងឃើញមានពីរចំណុចសំខាន់ទី1គឺសេចក្តីផ្ដើមទី2វិធីការពារខ្លាចអាក្រក់ឡើងបាទយើងចង់ដឹងថាតើវិធីការពារខ្លាចអាក្រក់ឡើងហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើម LDL cholesterol គឺគេហៅថាខ្លាញ់អាក្រក់បង្កើតបានជា cholesterol ភាគច្រើននៅក្នុងរាងកាយរបស់មនុស្សយើងបាទហេតុអីបានបង្កើតបានជា cholesterol ភាគច្រើនក្នុងរាងកាយរបស់មនុស្សយើងដោយសារ cholesterol ហ្នឹងវាដឹក cholesterol ទៅចែកចាយទៅកាន់សរីរាង្គផ្សេងៗនៅក្នុងរាងកាយរបស់មនុស្សយើងហ្នឹងកម្រិតខ្ពស់ខ្លាញ់អាក្រក់ LDL cholesterol បង្កើនហានិភ័យជំងឺបេះដូងនិងជំងឺសរសៃឈាមខួរក្បាលផងដែរបាទអញ្ចឹងយើងឃើញញឹកញាប់ខ្លាញ់អាក្រក់ហ្នឹងវាផ្ដល់ហានិភ័យច្រើនទាក់ទងនឹងជំងឺបេះដូងនិងជំងឺសរសៃឈាមខួរក្បាលយើងមើលជាបន្តទៅទៀតទាក់ទងកម្រិតក្នុងឈាមខ្ពស់នៃខ្លាញ់អាក្រក់ LDL cholesterol អាចធ្វើយើងមានបញ្ហាជំងឺសរសៃឈាមបេះដូងជំងឺសរសៃឈាមដៃនិងជើងជំងឺបេះដូងរួមទាំងឈឺទ្រូងនិងការគាំងបេះដូងនិងជំងឺសរសៃឈាមខួរក្បាលផងដែរបាទទាំងអស់ហ្នឹងគឺជាផលបាកដែលយើងឃើញមានតាក់ទងនឹងការឡើងខ្ពស់ក្នុងឈាមរបស់ខ្លាញ់អាក្រក់ LDL cholesterol ហ្នឹងបាទអញ្ចឹងយើងមើលជាបន្តទៅទៀតយើងគេថាវិធីធ្វើឲ្យខ្លាញ់អាក្រក់ចុះឬក៏កុំឲ្យឡើងហ្នឹងគឺអាចធ្វើផ្លាស់ប្ដូររបបអាហារនិងទម្លាប់រស់នៅព្រមទាំងប្រើប្រាស់ថ្នាំបញ្ចុះខ្លាញ់តាមប្រភេទនិងកម្រិតសមស្របផងដែរបាទនេះគឺតកតទៅនឹងខ្លាញ់អាក្រក់ហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតយើងថាកម្រិតក្នុងឈាមខ្លាញ់អាក្រក់ LDL cholesterol ហ្នឹងគឺធម្មតាបាទគឺតិចជាង100មីលីក្រាមនៅក្នុងដេស៊ីលីត្រនៃឈាមអានោះគឺយើងគិតថាសមស្របបាទហើយចន្លោះពី100ទៅ129មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមយើងគិតថាកម្រិតរបស់វាគឺប្រហែលធម្មតាបាទហើយបើសិនជាចាប់ពី130ទៅដល់159មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមយើងថាជាកម្រិតមួយដែលខ្ពស់មានកម្រិតមួយបាទហើយការឡើងដល់160ទៅដល់189មីលីក្រាមក្នុងដេស៊ីលីត្រនៃឈាមយើងថាកម្រិតខ្ពស់មែនទែនអាហ្នឹងគឺប្រឈមនឹងបញ្ហាហានិភ័យផលលំបាកនឹងកើតមានឡើងបាទហើយបើសិនជាឡើងដល់190ឬក៏លើសនឹងទៀតគឺកម្រិតខ្ពស់ខ្លាំងមែនទែនអញ្ចឹងហានិភ័យនិងផលលំបាកយើងឃើញមានកាន់តែច្រើនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងតើវិធីការពារខ្លាញ់អាក្រក់ឡើងហ្នឹងយើងត្រូវធ្វើយ៉ាងណាខ្លះបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងវិធីការពារខ្លាញ់អាក្រក់ឡើងទី1គឺយើងត្រូវញ៉ាំគ្រាប់ធញ្ញជាតិលាយបញ្ចូលគ្នានិងបន្ថែមផ្លែចេកឬក៏ strawberry អញ្ចឹងការទទួលទានគ្រាប់ធញ្ញជាតិដោយយើងលាយបញ្ចូលគ្នាជាមួយនឹងផ្លែចេកនិង strawberry បាទគឺជាវិធីមួយដែលអាចការពារកុំឲ្យខ្លាញ់អាក្រក់ឡើងផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងទី2គឺកុំព្យាយាមញ៉ាំអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់បាទអញ្ចឹងអាហារដែលមានជាតិខ្លាញ់ឆ្អែតខ្ពស់ហ្នឹងគឺមានដូចជាខ្លាញ់ជ្រូកខ្លាញ់សត្វផ្សេងៗខ្លាញ់គោជាដើមបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងទី3គឺកុំព្យាយាមញ៉ាំអាហារដែលមានជាតិស្ករខ្ពស់បាទអញ្ចឹងអាហារដែលមានជាតិស្ករខ្ពស់ហ្នឹងគឺមានដូចជាស្ករសផ្លែទុរេនទុំផ្លែមៀនផ្លែខ្នុរ
បាទផ្លែឈើទាំងអស់ហ្នឹងគឺជាផ្លែឈើដែលមានជាតិស្ករច្រើនបាទអញ្ចឹងវាអាចធ្វើឲ្យមានជាតិស្ករក្នុងខ្លួនយើងខ្ពស់បាទជាតិស្ករច្រើនខ្លួនយើងនឹងបំលែងទៅជាខ្លាញ់អាក្រក់កាន់តែច្រើនផងដែរតាមដំណើរការនៅក្នុងថ្លើមនិងសរីរាង្គផ្សេងទៀតបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងទី4គឺយើងត្រូវហាត់ប្រាណឲ្យបានទៀងទាត់និងមានសកម្មភាពរាងកាយជាប្រចាំអញ្ចឹងការហាត់ប្រាណឲ្យបានទៀងទាត់ព្រមទាំងមានសកម្មភាពរាងកាយជាប្រចាំហ្នឹងវាជួយកាត់បន្ថយនិងការពារកុំឲ្យខ្លាចអាក្រក់ឡើងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតកតងវិធីការពារខ្លាចអាក្រក់ឡើងទី5គឺយើងត្រូវសម្រកគីឡូបើសិនបើអ្នកលើគីឡូឬក៏ធាត់បាទអញ្ចឹងបញ្ហាលើគីឡូឬធាត់ហ្នឹងយើងនៅខ្លាចវាច្រើនអញ្ចឹងអាខ្លាចអាក្រក់វាកាន់តែច្រើនដែរបាទអញ្ចឹងវាអាចប្រឈមហានិភ័យនិងផលបាកអញ្ចឹងមិនថាយើងព្យាយាមសម្រកគីឡូគ្រប់គ្រងគីឡូកុំឲ្យលើសឬក៏ធាត់បាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងទី6គឺត្រូវឈប់ជក់បារីនិងផឹកស្រាបាទអញ្ចឹងបញ្ហាបារីហើយស្រាហ្នឹងគឺបើយើងនៅតែជក់នៅតែផឹកបាទយើងថាខ្លាញ់អាក្រក់វានៅតែឡើងអញ្ចឹងការពារឲ្យឡើងអត់បានទេអញ្ចឹងវាជួបនឹងផលលំបាកនៅពេលដែលខ្លាញ់អាក្រក់ឡើងកាន់តែខ្ពស់ហ្នឹងបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងវិធីការពារខ្លាញ់អាក្រក់ឡើងទី7បាទគឺប្រើប្រាស់ថ្នាំបញ្ចុះជាតិខ្លាញ់ទៀងទាត់បាទអញ្ចឹងមិនថាយើងត្រូវប្រើបញ្ចុះថ្នាំបញ្ចុះខ្លាញ់ឲ្យបានទៀងទាត់ទៅតាមប្រភេទខ្លាញ់ដែលលើសបាទយើងដឹងថាពេលបច្ចុប្បន្នខ្លាញ់ដែលលើសវាមានពីរប្រភេទបាទវាអាចលើសកូលេស្តេរ៉ុលឬក៏លើសត្រីក្លីសេរីដបាទអ្នកខ្លះត្រូវលើសទាំងពីរតែម្ដងបាទអញ្ចឹងយើងមើលបន្តទៅទៀតតើតើវិធីការពារខ្លាញ់អាក្រក់ឡើងទី8គឺការប្រើប្រាស់ថ្នាំជំនួយថ្លើមប្រើប្រាស់ថ្នាំជំនួយថ្លើមនោះគឺដើម្បីឲ្យថ្លើមនោះវាជួយបញ្ចេញខ្លាញ់ពីក្នុងឈាមព្រោះយើងថាថ្លើមវាមានតួនាទីសំខាន់ក្នុងមេតាបូលីសរបស់ខ្លាញ់ហ្នឹងអញ្ចឹងវាអាចជួយបញ្ចេញខ្លាញ់ដែលអាក្រក់ពីក្នុងឈាមរបស់យើងបានល្អប្រសើរផងដែរបាទអញ្ចឹងយើងមើលជាបន្តទៅទៀតតើតើវិធីការពារខ្លាញ់អាក្រក់ឡើងទី9គឺយើងត្រូវរកមូលហេតុដែលធ្វើឲ្យខ្លាញ់អាក្រក់ឡើងហ្នឹងនិងព្យាបាលបាទដូចជាជំងឺផ្សេងដែលធ្វើឲ្យខ្លាញ់អាក្រក់ឡើងហើយនឹងការប្រើប្រាស់ថ្នាំបាទអញ្ចឹងការប្រើប្រាស់ថ្នាំខ្លះក៏អាចធ្វើឲ្យខ្លាញ់អាក្រក់ឡើងដែរអញ្ចឹងយើងត្រូវដូរប្រភេទថ្នាំចេញជំនួសដោយថ្នាំថ្មីវិញបាទនោះគឺជាវិធីមួយដែរការពារកុំឲ្យខ្លាញ់អាក្រក់ឡើងប្រសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលបន្ថែមច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ Health Telegram Official បាទធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលគិតថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់មានបញ្ហាសុខភាពផ្សេងក៏ដូចជាបញ្ហាជំងឺផ្សេងៗទាក់ទងផ្ដាំរលាអាហារឬក៏ទាក់ទងជំងឺផ្ដាច់ទឹកមាត់បាទឬក៏ទាក់ទងជំងឺផ្ដាំតពូជបាទជាពិសេសគឺទាក់ទងខ្លាញ់ឡើងតែម្ដងអាចប្រឹក្សាដល់កន្លែងតាមលេខ Telegram បេក្ខសារគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតវីដេអូព័ត៌មានសុខភាពថ្មីៗក៏ដូចជាវីដេអូនៃការរៀនពេទ្យរបស់សិស្សពេទ្យជាពិសេសគឺពាក្យបច្ចេកទេសពេទ្យតែម្ដងបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ Hershuk Official បាទដល់អក្សរស្រាប់ចុច search ស្រាប់ទៅពេលហ្នឹងគឺ logo របស់យើងខ្ញុំហើយចូលក្នុង Channel ចុចពី Subscribe និងរូបកណ្ដឹងបាទចុចពី Subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន Subscribeចឹងនៅពេលដែល Hershuk Official ធ្វើការផុសវីដេអូជាបន្តនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបន្ទាប់បាទសូមអរគុណចំពោះការគ្រប់គ្រងនិងការ Subscribe ដល់ Channel របស់យើងខ្ញុំផងដែរបាទសូមអរគុណ